ស្អីគេហ្នឹងនេះគឺសារដែលពួកយើងរកឃើញនៅសំណាក់យានសានរួចចុះអ្នកណាជាអ្នកសរសេរខ្លះសំទោសខ្ញុំមិនហ៊ាននិយាយទេឯងមើលទាំងអស់នេះគឺនិយាយតាមត្រង់មកទាំងអស់នេះគឺឯកសារដែលមន្ត្រីខាងយើងសរសេរឲ្យយិនសានពួកគេខុបខិតជាមួយយិនសានតាំងពីសម័យជាតិអានមកម្ល៉េះមិនមើលទេមើលហើយនាំតែក្តៅក្រហាយពួកគេទទួលបៀវត្សពីពុកទទួលគុណពីពុកតែពួកគេបែរជាបម្រើអាចោរក្បត់ទៅវិញនេះជាផុសតាំងច្បាស់លាស់ណាស់ឲ្យតែពួកយើងចាប់តាមឈ្មោះនេះពួកគេម្នាក់ក៏រំរួចដែរពួកគេប្រកាសជារត់មិនរួចទេតែបើចាប់បានហើយតើវាយ៉ាងម៉េចកាត់ក្បាលចោលកាត់ក្បាលបើអញ្ចឹងក៏គួរតែកាត់ទាំងពុកដែរពីព្រោះពុកក៏ធ្លាប់សរសេរផ្ញើសម្បត្តិទៅយិនសៅដែរហើយថែមទាំងធ្លាប់អាចអបវាទៀតផងពុកថាវាជាសសរទ្រូងរបស់ប្រទេសជាតិជាតម្រាប់របស់មនុស្សលោកសូម្បីតែពុកក៏អញ្ចឹងដែរកុំថាឡើយពួកគេនោះពុកយល់ថាពួកគេខ្លាចពុកច្បាំងចាញ់ដកផ្លូវក្រោយទុកឲ្យខ្លួនឯងលោកអបរ៉ាច់ឆ្លៀវវិញពេលនោះអំណាចយិនសានធំប៉ុនមេឃតែនៅតែមិនមែនជាដៃគូលោកអបរ៉ាច់ពេលនេះយិនសានស្លាប់បាត់ទៅហើយសម្បត្តិតែប៉ុណ្ណឹងមានអីអស្ចារ្យទៅលោកអបរ៉ាច់អាចដិតសម្បត្តិនេះចោលទុកជាការគោរពដល់ម្ចាស់ឯងមើលសៀនអ៊ីមានចិត្តទូលាយប៉ុណ្ណាខ្ញុំមិនហ៊ានទទួលទេលោកអបរាជមានឆន្ទៈធំខ្ញុំគ្រាន់តែនិយាយសម្ដីលោកអបរាជចង់និយាយប៉ុណ្ណោះអភិយាឯងយកសម្បត្តិនេះទៅក្រោយទ្វារចិនយ៉ាងយកភ្លើងយកមកដុតនៅចំពោះមុខមន្ត្រីនិងមេតបទាំងនោះហើយប្រាប់ពួកគេថារឿងដែលកន្លងផុតមិនដេញដោលជារឿងរហូតឯងធ្វើអញ្ចឹងទៅទទួលបញ្ជា